ព្រះបន្ទូលលើកទឹកចិត្តគ្មានស្ដេចណាផ្សេងក្រៅពីសេសាឡើយអត្ថបទគម្ពីរយ៉ូហានជំពូក19ខ12ដល់ខ16តាំងពីនោះមកលោកពីឡាតរកទំនងនឹងលែងទ្រង់ដែរតែពួកសាសយូដាស្រែកកងឡើងថាបើលោកលែងអ្នកនេះទៅនោះលោកមិនមែនជាទីស្រឡាញ់នឹងសេសាទេព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្ដេចនោះក្បត់នឹងសេសាហើយកាលលោកពីឡាតបានឮពាក្យនោះក៏នាំព្រះយេស៊ូវចេញទៅឯកន្លែងហៅថាទីក្រាលថ្មដែលភាសាហេប្រឺហៅថាកាបាថារួចលោកអង្គុយនៅទីជំនុំជម្រះរីឯថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលងប្រហែលជាថ្ងៃត្រង់ហើយលោកក៏មានប្រសាសន៍ទៅពួកសាសយូដាថាមើលនេះស្ដេចនៃអ្នករាល់គ្នាតែគេស្រែកឡើងថាយកវាចេញយកវាចេញឲ្យឆ្កាងវាទៅលោកពីឡាតសួរគេថាតើឲ្យខ្ញុំឆ្កាងស្ដេចនៃអ្នករាល់គ្នាឬអីពួកសង្គ្រាចឆ្លើយថាយើងខ្ញុំមានស្ដេចតែសេសាទេដូច្នេះលោកក៏បញ្ជូនទ្រង់ទៅឲ្យគេឆ្កាងហើយគេនាំទ្រង់យកទៅនេះពិតជារឿងដ៏គួរឲ្យរន្ធត់ណាស់ក្នុងការទទួលស្គាល់បែបនេះពីព្រោះពួកគេគឺជាប្រជារាស្ត្រដែលព្រះបានជ្រើសរើសជាពូជពង្សរបស់អ៊ីស្រាអែលហើយព្រះជាម្ចាស់គួរតែជាស្ដេចរបស់ពួកគេប៉ុន្តែឥឡូវនេះនៅចំពោះព្រះភ័ក្ត្រព្រះយេស៊ូវដែលជាព្រះយាងមកក្នុងរូបភាពជាមនុស្សពួកគេបែរជាមិនព្រមទទួលទ្រង់ទៅវិញពួកគេសុខចិត្តធ្វើអ្វីគ្រប់យ៉ាងជាជាងទទួលទ្រង់ជាព្រះមេស៊ីនិងជាស្ដេចព្រមទាំងឲ្យគេឆ្កាងទ្រង់ទៀតផងពួកគេសុខចិត្តជ្រើសរើសយកសេសាវិញពីព្រោះពួកគេគិតថាសេសានឹងមិនគំរាមកំហែងដល់តំណែងរបស់ពួកគេឡើយសម្រាប់យើងក៏ប្រឈមមុខនឹងជម្រើសដូចគ្នានេះដែរតើមែនទេយើងអាចដាក់ការទុកចិត្តរបស់យើងលើអំណាចលោកីឬក៏យើងអាចដាក់ការទុកចិត្តលើព្រះយេស៊ូវដែលជាអ្នកការពារអស់អ្នកដែលជឿទុកចិត្តលើព្រះអង្គដោយការលះបង់ព្រះជន្មទ្រង់ផ្ទាល់សម្រាប់យើងហើយព្រះអង្គបានរស់ពីសុគតឡើងវិញដើម្បីប្រទានជីវិតអស់កលជានិច្ចដល់យើងនៅក្នុងនគររបស់ទ្រង់សូមចូលរួមអធិដ្ឋានជាមួយនឹងយើងខ្ញុំអោព្រះយេស៊ូវអើយទ្រង់គឺជាស្ដេចរបស់ទូលបង្គំសូមជួយទូលបង្គំឲ្យទុកចិត្តលើទ្រង់ជារៀងរហូតផងចុះអាមែនហេតុអ្វីបានជាអ្នកគ្រប់គ្រងលោកីចាត់ទុកព្រះយេស៊ូវថាជាការគំរាមកំហែងតើនរណាជាអ្នកដែលលោកអ្នកត្រូវស្មោះត្រង់បំផុតលើសអ្នកណាទាំងអស់ហេតុអ្វីសូមអរគុណសូមព្រះប្រទានពរ